ឆាមីលើកនេះរសជាតិត្រូវចិត្តមែនតែនរ៉េតឲ្យខ្លួនឯង10 លើ 10ហ្មងនិយាយពីថាញ៉ាំឡើងជក់មាត់បងប្អូនឆាមីជាមួយនឹងសាច់ជ្រូក3ជាន់ចិញ្ច្រាមរសជាតិនិយាយពីថាប្លែកឆ្ងាញ់មែនតែនបងប្អូនញ៉ាំលេងក៏បានញ៉ាំជាមួយបាយក៏បានដែរណាមួយមុខនេះនោះដាក់ម្ទេសហឹលៗទៀតមកនិយាយពីថាកាន់តែឆ្ងាញ់ហ្មងណាវិធីធ្វើក៏ងាយស្រួលដែរបងប្អូនមុននឹងឆាមីគឺខ្ញុំមកស្រោះជាមួយនឹងបន្លែសិនសម្រាប់បន្លែគឺខ្ញុំយកស្ពៃតឿមកស្រោះជាមួយនឹងទឹកក្តៅហើយបើបងប្អូនចង់ញ៉ាំជាមួយបន្លែផ្សេងដូចជាគល់ខណាអីក៏បានដែរស្រោះបន្លែហើយគឺខ្ញុំមកស្រោះជាមួយមីម្ដងមីគឺស្រោះមកល្មមទេណាបងប្អូនមិនចាំបាច់ឲ្យរីកពេកទេកាលណារីកពេកយើងយកទៅឆាទៀតទៅវារីកជ្រុលវាអត់ឆ្ងាញ់ទេបន្ទាប់មកគឺខ្ញុំមកចិញ្ច្រាមជាមួយនឹងសាច់ជ្រូក3ជាន់ចិញ្ច្រាមបងប្អូនចិញ្ច្រាមឲ្យតតឡើងម៉ត់ល្អមកណាបន្ទាប់ពីចិញ្ច្រាមសាច់ជ្រូក3ជាន់ហើយគឺយើងមកចិញ្ច្រាមជាមួយខ្ទឹមសជាមួយម្ទេសម្ដងខ្ទឹមសនិងម្ទេសហ្នឹងគឺហាន់ហើយនឹងចិញ្ច្រាមឲ្យឡើងម៉ត់ល្អដែរបងប្អូនមុននឹងយើងយកទៅឆានោះបន្ទាប់ពីចិញ្ច្រាមខ្ទឹមជាមួយនឹងម្ទេសហើយគឺខ្ញុំមកលាយទឹកសោសម្ដងបងប្អូនទឹកសោនេះគឺខ្ញុំដាក់ទឹកចំនួន5ស្ព្រាស្ករប៊ីចេងម្សៅស៊ុបទឹកម្ទេសហើយនិងទឹកប្រេងខ្យងបងប្អូនច្របល់ឲ្យវាឡើងរលាយចូលគ្នាល្អទៅបន្ទាប់មករៀបចំគ្រឿងក្រៅសម្រាប់ឆាមីហ្នឹងឲ្យរួចរាល់បែបនេះមកណាបងប្អូនមុននឹងយើងយកមកឆាបន្ទាប់មកគឺជាដំបូងគឺដាក់ខ្ទះក្តៅដាក់ប្រេងឆាដាក់ខ្ទឹមសដែលបានចិញ្ច្រាមជាមួយម្ទេសហ្នឹងដាក់សាច់ជ្រូក3ជាន់ចូលបន្ទាប់មកយើងឆាឲ្យរៀងឆ្អិនសាច់បន្តិចទៅយើងដាក់ទឹកសូសចូលបងប្អូនទឹកសូសយើងលាយហើយបែបនេះយើងចាក់តែម្ដងគឺជាការស្រេចតែម្ដងបន្ទាប់មកទៀតគឺយើងដាក់បន្លែដែលបានស្រោះហើយហ្នឹងឆាមកល្មមបានហើយដោយសារតែយើងស្រោះវាបានឆ្អិនរួចហើយណាបងប្អូនបន្ទាប់ពីដាក់បន្លែហើយគឺដាក់មីចូលបងប្អូនច្របល់មីនិងបន្លែហ្នឹងឡើងចូលជាតិល្អឆាឲ្យឡើងតតែឡើងស្ងួតល្អបន្តិចណាបងប្អូនតែមិនបាច់ស្ងួតពេកទេតែប៉ុណ្ណឹងគឺរួចរាល់ហើយណាបងប្អូននិយាយទៅឆាមីគឺងាយស្រួលទេប៉ុន្តែបើយើងដាក់គ្រឿងអត់ត្រូវគឺវាអត់ឆ្ងាញ់ដែរបងប្អូនដាក់ទឹកម្ទេសឲ្យរៀងច្រើនតិចមកគឺឲ្យវាឡើងពណ៌ក្រហមស្អាតហើយមានរសជាតិឆ្ងាញ់អញ្ចឹងណាបើសិនជាមានម្ទេសឆាទៀតដាក់ម្ទេសឆាគឺកាន់តែឆ្ងាញ់សម្រាប់មីឆានេះគឺងាយស្រួលធ្វើមែនតើបងប្អូននិយាយពីថាយើងញ៉ាំសម្រាប់ជាអាហារពេលព្រឹកក៏បានញ៉ាំជាញ៉ាំលេងពេលរសៀលក៏បានដែរណាបងប្អូនបើថាយើងញ៉ាំមីចេះមិនបាច់ញ៉ាំបាយក៏បានដែរបងប្អូនញ៉ាំអស់តែមួយចានគឺឆ្អែតតែម្ដងតែបើសម្រាប់ខ្ញុំចូលចិត្តញ៉ាំជាមួយបាយបងប្អូនមីឆាញ៉ាំជាមួយបាយគឺឆ្ងាញ់ណាទំនេរជុំគ្នាអីមិនដឹងធ្វើអីញ៉ាំឆាមីនេះក៏អាចញ៉ាំជុំគ្នាបានដែរណាបងប្អូនជាអាហារសម្រន់មួយដែរអញ្ចឹងកុំភ្លេចថ្ងៃពេលតនេថ្ងៃចុងសប្តាហ៍ឬក៏ថ្ងៃឈប់សម្រាកអីធ្វើញ៉ាំជុំគ្នាបងប្អូនគឺឆ្ងាញ់រសជាតិនិយាយពីថាអត់ចាញ់ទិញគេហ្មងទេណាឆាមីជាមួយសាច់ជ្រូកបើយើងអត់ចិញ្ច្រាមគឺអត់សូវឆ្ងាញ់ទេពេលណាដែលយើងចិញ្ច្រាមឲ្យវាម៉ត់ចឹងគឺរសជាតិឆ្ងាញ់មែនតែនក៏ដោយសារតែកាលមុនគឺខ្ញុំឆាជាមួយនឹងសាច់ជ្រូក3ជាន់ដែរតែខ្ញុំអត់បានចិញ្ច្រាមម៉ត់ចឹងទេណារសជាតិគឺអត់ឆ្ងាញ់អញ្ចឹងទេណាបងប្អូនអញ្ចឹងខុសគ្នាតែត្រង់ចិញ្ច្រាមនិងអត់ចិញ្ច្រាមក៏រសជាតិខុសគ្នាដែរ